ទៅមើលពីប្រជាពលរដ្ឋដែលមាននៅបានបសសសម្រាប់ប្រជាពលរដ្ឋដែលមានបានបសសបច្ចុប្បន្ននេះក្រៅតែពីប្រជាពលរដ្ឋដែលទៅពិនិត្យជំងឺទូទៅក្នុងនោះក៏មានប្រជាពលរដ្ឋដែលមានជំងឺមហារីកពួកគាត់ក៏ទទួលបាននៅសេវាពិនិត្យព្យាបាលសុខភាពដែលឥតគិតថ្លៃជាការរ៉ាប់រងទាំងស្រុងមួយរបស់រាជរដ្ឋាភិបាលតាមរយៈការប្រើនៅបានបសសនេះដែរបើតាមការឲ្យដឹងជុំវិញការផ្ដល់និងទទួលសេវាថែទាំសុខភាពដែលឥតគិតថ្លៃជាពិសេសជំងឺផ្នែកមហារីកវិជ្ជបណ្ឌិតកាងសុនរិននាយកផ្នែកជំងឺមហារីកនិងព្យាបាលដោយកាមេរ៉ាស្មីនៅមន្ទីរពេទ្យលោកម៉ែរាជធានីភ្នំពេញបានថ្លែងប្រាប់ BTV ថាអ្នកជំងឺមហារីកដែលមកទទួលសេវាថែទាំសុខភាពបច្ចុប្បន្ននេះក៏សម្គាល់ឃើញថាភាគច្រើនគឺអ្នកដែលប្រើប្រាស់បានបសសនៅក្នុងរង្វង់ 50% នៃអ្នកជំងឺដែលមកទទួលសេវាហើយក៏សង្កេតឃើញទៀតថាភាគច្រើននៃបសសជាបុគ្គលស្វ័យនិយោជន៍គឺអ្នកដែលរកប្រាក់ចំណូលដោយខ្លួនឯងលោកវិជ្ជបណ្ឌិតបានដឹងទៀតថាចំពោះការផ្ដល់សេវាថែទាំសុខភាពនេះនៅក្នុងមន្ទីរពេទ្យមិនមានការបែងចែកទេរវាងអ្នកជំងឺដែលមានបានបសសនិងប្រើប្រាស់សេវាដោយបង់ប្រាក់ពលគឺស្មើភាពគ្នាខណៈដែលកន្លងទៅមានការលើកឡើងពីសាធារណជនថាបសសមិនល្អបែបនេះនិងមិនល្អបែបនោះជាដើមក៏ប៉ុន្តែចំពោះការផ្ដល់សេវាគឺអត់មានការបែងចែកទេគឺផ្ដល់នៅសេវាជូនដល់ប្រជាពលរដ្ឋស្មើភាពគ្នាខ្ញុំគិតថាសំណួរហ្នឹងគឺមានការចាប់អារម្មណ៍ច្រើនព្រោះប្រជាជនភាគច្រើនគាត់ថាបសមិនល្អចេះបសមិនល្អចុះទៅតាមការអនុវត្តជាក់ស្ដែងគឺបសហ្នឹងគឺបានផ្ដល់បើកទូលំទូលាយសម្រាប់ប្រជាពលរដ្ឋយើងហើយអនុញ្ញាតឲ្យខ្ញុំជាគ្រូពេទ្យហ្នឹងផ្ដល់សេវាកម្មទៅលើការព្យាបាលដូចគ្នាសម្រាប់ទាំងអ្នកបង់ប្រាក់ទាំងអ្នកដែលប្រើប្រាស់សេវាបសសក្នុងជាការសំណូមពរខ្ញុំគិតថាសូមឲ្យប្រជាពលរដ្ឋយើងបានយកចិត្តទុកដាក់បន្ថែមទៅលើការទៅលើអ្វីដែលមាននៅក្នុងដៃមានន័យថាបើសិនជាគាត់មានបសហើយសូមយកទៅដាក់បងឲ្យបានទៀងទាត់ដើម្បីឲ្យការប្រើប្រាស់របស់គាត់មាននិរន្តរភាពហើយសម្រាប់អ្នកដែលប្រជាពលរដ្ឋយើងដែលនៅឆ្ងាយសូមឲ្យគាត់រស់រានដើម្បីធ្វើទៅបសបានជួយមួយផ្នែកធំទៅលើការព្យាបាលរបស់គាត់ដោយគាត់ពុំលំបាកឡើយហើយមួយផ្នែកទៀតគឺជាធម្មតាបសគាត់បានផ្ដល់ការចំណាយជូនទៅលើអ្នកជំងឺក៏ប៉ុន្តែមួយផ្នែកនោះអ្នកជំងឺគាត់មានលទ្ធភាពជួយខ្លួនឯងដែរឧទាហរណ៍ថាដូចជាមានអ្នកកំដរអីផ្សេងដែលគាត់ត្រូវមកជាមួយហើយការព្យាបាលនោះគឺតម្រូវឲ្យមានអ្នកកំដរហើយអញ្ចឹងដែរអ្នកដែលអត់ទាន់មានបសគឺខ្ញុំគិតថាការបង់ថវិកាប៉ុណ្នេះគឺมันជាចំណុចមួយច្រើនទេហើយមានលទ្ធភាពទាំងអស់គ្នាហើយគួរតែរស់រានកុំដល់ពេលមួយដែលយើងត្រូវការទៅយើងទៅធ្វើគឺមានការលំបាកដល់អ្នកធ្វើដែរចា៎ហើយអ្នកដែលមានហើយសូមកុំប្រងើយកន្តើយសូមយកចិត្តទុកដាក់តាមដានទៅលើអ្វីដែលយើងនឹងថ្ងៃណាមួយយើងមិនមានន័យថាបន់ឲ្យឈឺទេតែថ្ងៃណាមួយអាចនឹងត្រូវការជាបន្ទាន់ព្រោះយើងអត់បានយកចិត្តដាក់បែរជាខកខានធ្វើឲ្យយើងខាតផលប្រយោជន៍ផ្ទាល់ខ្លួនបាទកំពុងសម្រាប់ព្យាបាលថែទាំសុខភាពជំងឺមហារីកដុសសាច់ក្នុងពោះវៀនដំណាក់កាលទី2លោកទូចតែមជាពលរដ្ឋមកពីខេត្តតាកែវបានលើកឡើងថាបានបសសពិតជាមានតម្លៃខ្លាំងណាស់មិនមែនសម្រាប់តែខ្លួនលោកម្នាក់ប៉ុណ្ណោះទេគឺមានតម្លៃសម្រាប់ប្រជាពលរដ្ឋគ្រប់គ្នាទាំងអស់ជាពិសេសអ្នកខ្វះខាតនិងទីទាល់តែម្ដងលោកបន្តថារាល់ថ្ងៃនេះបើសិនបើលោកមិនមានបានបសសម្លេះលោកក៏មិនអាចរស់នៅជួបជុំគ្រួសារបានដោយសពថ្ងៃនេះដែរដោយសារមិនមានប្រាក់គ្រប់គ្រាន់ក្នុងការថែទាំសុខភាពគ្រាដែលជំងឺនេះត្រូវការប្រាក់ដើម្បីព្យាបាលរហូតដល់ទៅខ្ទង់ពាន់ឬរាប់ម៉ឺនដុល្លារលើកឡើងស្តីងគ្នាខាងលើនេះដែរអ្នកស្រីខាន់ដាលីនមុខរបរកាត់ដេរមកពីខេត្តរតនគិរីសប្តាហ៍ថ្ងៃមានជំងឺមហារីកមាត់ស្បូនដំណាក់កាលទី3និងអ្នកជំងឺម្នាក់ទៀតឈ្មោះថារនចាន់នីអ្នកជំងឺមហារីកសូដនមកពីខេត្តកំពង់ឆ្នាំងក៏បាននិយាយដែរថាតាមរយៈគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាគិតចាប់តាំងពីអាណត្តិទី1រហូតដល់ទី7ពិតជាមានការយកចិត្តទុកដាក់និងគិតគូរជាខ្លាំងមកកាន់ប្រជាពលរដ្ឋទាំងអស់ជាពិសេសការផ្ដល់នៅការគាំពៀផ្នែកសង្គមតាមរយៈបេឡាជាតិសន្តិសុខសង្គមធ្វើឲ្យប្រជាពលរដ្ឋមានអារម្មណ៍ថាកក់ក្ដៅនិងមិនមានក្តីបារម្ភច្រើនទៀតនោះទេពិសេសគឺនៅពេលដែលមានបានបសសគឺពិតជាជួយសម្រាលបន្ទុកនៅក្នុងការចំណាយបានយ៉ាងច្រើននៅពេលដែលមានបញ្ហាសុខភាពត្រូវទៅពេទ្យសប្តាហ៍ថ្ងៃដូចថាមានទឹកដីត្រេកអរយ៉ាងខ្លាំងទៅមែនតើចំពោះរាជរដ្ឋាភិបាលគ្រូណាហើយ
ដោយគុណបំណាច់របស់លោកខំខិតខំដើម្បីដាក់ឲ្យប្រជាជនដើម្បីឲ្យមានកម្រិតប្រើប្រាស់បានបសសគឺថាធូរកម្រិតច្រើនទៅមែនតើនៅអញ្ចឹងគឺសូមខ្ញុំនឹងថ្លែងអរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលហើយប្រជាជនគាត់គ្នាគាត់មានវិបាលចឹងដែរគាត់និយាយថាឥឡូវសម័យឥឡូវគឺស្រួលបាននឹងប្រើប្រាស់គ្រូណាគាត់ថាគាត់បានបច្ចឹកគាត់ថ្លែងអរគុណដល់រដ្ឋាភិបាលច្រើនទៅបានចេះជួយកិត្តគូដល់ប្រជាជនបាទ ចាមុនដំបូងដោយអត់សូវដឹងដែរដល់ពេលយើងតាមដានសុខភាពមើលទៅដោយថាវាមានអត្ថប្រយោជន៍ច្រើនសម្រាប់បានអសសចំពោះដូចខ្ញុំជាជនដែលក្រីក្រទីតអញ្ចឹងយើងធ្វើទៅអត់ខុសទេចាបើមុននឹងយើងមានបានហ្នឹងយើងដូចថាយើងទៅពេទ្យយើងចំណាយលុយដល់ពេលយើងមានបានហ្នឹងហើយគឺយើងមានភាពកក់ក្ដៅនៅក្នុងខ្លួនដូចថាយើងមានលុយតែមានបសសសម្រាប់ជួយយើងបានទៅមន្ទីរពេទ្យគេអត់គិតប្រាក់ចាពិតជាផ្ដល់សារៈសំខាន់ណាស់បសសដូចជួយជីវិតខ្ញុំម្ដងទៀតដល់ដំណាក់កាលមករហូតដល់មន្ទីរពេទ្យនៅភ្នំពេញនេះទីពេទ្យដួងម៉ែហ្នឹងចាអរគុណណាស់ចាល្អណាស់ល្អខ្ញុំធ្លាប់ឮគេនិយាយថាដូចថាមានរើសអើងបសសអីចឹងណាខ្ញុំចង់និយាយតាំងពីដំបូងដែលខ្ញុំចូលមកដល់ពេទ្យហ្នឹងគឺអត់ដូចគេនិយាយទេគឺល្អតាំងពីថ្នាក់ក្រោមរហូតដល់ថ្នាក់លើទាំងអស់ល្អទាំងអស់ចាការយកចិត្តទុកដាក់គឺមានភាពល្អអត់ខ្ចោះចាដោយការផ្សព្វផ្សាយរបស់គេមែនចាពិតជាល្អណាស់អ្នកមានបសសស្វ័យនយោបាយចំពោះដូចខ្ញុំអីគឺល្អក៏ល្អខ្លាំងណាស់ចាចឹងក្រោយខ្ញុំសូមអរគុណដល់សម្ដេចគណៈអធិបតីបវរហ៊ុនម៉ាណែតហើយនិងលោកជំទាវពេជ្រច័ន្ទមនីហើយនិងសម្ដេចតេជោលោកយកចិត្តទុកដាក់ចំពោះប្រជាជនក្រីក្រដូចពួកខ្ញុំដែលមានឱកាសបានធ្វើបសសនឹងពិតជាល្អណាស់ខ្ញុំសូមអរគុណល្អអត់ដូចគេនិយាយទេអ្នកគ្រូមកដល់អ្នកគ្រូលោកគ្រូគាត់រាក់តាក់មើលដូចអ្នកបងប្រាក់ដែរណាអត់រើសអើមថាបសត្រូវចាំក្រោយអីអ្នកបងប្រាក់ចាំមុនអីអត់ទេគឺលោកគ្រូអ្នកគ្រូទទួលបើអត់បានហ្នឹងគឺយើងអត់មានថវិកាមកព្យាបាលទេតែបានហ្នឹងខ្ញុំមកព្យាបាលដែរហ្នឹងចាប់ទុកថាជួយអាយុជីវិតខ្ញុំសនំពរឲ្យប្រជាពលរដ្ឋទាំងអស់ទៅធ្វើបានបលសគ្រប់គ្នាព្រោះជួយយើងបានច្រើនណាជួយសម្រាលថវិកាជួយអ្វីគ្រប់យ៉ាងនៅក្នុងដែលយើងមានជំងឺដែលនឹកស្មានមិនដល់អញ្ចឹងឯកឧត្តមបណ្ឌិតហេងសុផាន់ណារិទ្ធអគ្គនាយករងបេឡាជាតិសន្តិសុខសង្គមបសសនៃក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានមានប្រសាសន៍បញ្ជាក់ថារាល់ការផ្ដល់ការពិនិត្យនិងព្យាបាលជំងឺមហារីកដល់សមាជិកបសសគឺជាការរ៉ាប់រងទាំងស្រុងរបស់រាជរដ្ឋាភិបាលដែលគិតចាប់ពីការដឹកនាំរបស់សម្ដេចតេជោហ៊ុនសែនមកដល់សម្ដេចធិបតីហ៊ុនម៉ាណែតលោកតែងតែយកចិត្តទុកដាក់បំផុតចំពោះសុខុមាលភាពនិងជីវភាពរស់នៅរបស់ប្រជាជននិងប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈទាំងអស់